សួស្តីកូនៗទាំងអស់គ្នាថ្ងៃនេះយើងមកជួបគ្នាទៀតហើយកូនបើកសៀវភៅភាសាខ្មែរថ្នាក់ទី1ទំព័រទីចាស់កូនមើលជាមួយនឹងគ្រូទំព័រទី56មេរៀនទី44ចាប្រកបនឹងងបន្តចាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរតោះឥឡូវកូនប្រើចង្អុលដៃចង្អុលហើយប្រកបជាមួយនឹងគ្រូរៀនអានទាំងអស់គ្នាចាមុនគេគឺកដងកងចដងចងដដងដងថដងថងបដងបងសដងសងកដងកងបន្តមួយកង់ចដងចងបន្តមួយចង់ដដងដងបន្តមួយដងថដងថងបន្តមួយថងបដងបងបន្តមួយបងសដងសងបន្តមួយសង់ចាតទៅលើទៀតកអេគេដងកេងកអែកែដងកែងកអោកោដងកោងខអាខាដងខាងខអខដងខឹងចអចដងចុងចអែចែដងចែងឆអឆដងឆឹងឆអឆដងឆុងដអដដងដឹងចាបន្តទៀតមកជួរក្រោមមួយទៀតដអូដូដងដងតអតដងតឹងតអោតោដងតោងបអែបែដងបែងបអំបាំដងបាំងសអៀសៀដងសៀងសអែសែដងសែងសអំសាំដងសាំងអអំដងអាំងចានេះគឺប្រកបពីព្យាង្គសអំសំណអាណាដងណាងអានថាសំណាងដអំដំណអណដងនឹងដំណឹងតអតដងតឹងតអែតែដងតែងតឹងតែងបអំបំណដងនងបំណងសអំសំណដងនងបន្តមួយណងសំណងចអចដងចុងដអូដូដងដងចុងដងចាឥឡូវយើងមើលប្រយោគម្ដងកអកុំតអោតោដងតោងកុំតោងកដងកងបន្តមួយកង់កុំតោងកង់ម៉ូអ៊ីមីដងមីងកុំតោងកងមីងសអសដងសុងជាងអានទាំងអស់សារឡើងវិញកុំតោងកងមីងសុងប្រយោគចុងក្រោយបដងបងរអ៊ុំរុំចដងចងបន្តមួយចង់បងរំចង់នឹងគឺជាឈ្មោះសដងសងបន្តមួយសង់រអូរដងរងសង់រងខអាខាដងខាងចអចដងចុងបបដងបឹងជាងអានទាំងអស់សារឡើងវិញបងរំចង់សង់រងខាងចុងបឹងចាឥឡូវកូនមកសង្កេតមើលរូបទាំងអស់គ្នារូបនឹងគេកំពុងធ្វើម្ហូបគឺគេអដាក់ស្រអាំដងអាំងចាមើលរូបទី2គឺជាប្រយោគគេនិយាយថាកុំតោងកងមីងសុងចាឥឡូវនេះមេរៀនយើងបានចប់ប៉ុណ្ណឹងកូនកុំភ្លេចណាពេលទំនេរពីការសិក្សានៅសាលារៀនកុំភ្លេចបើកសៀវភៅភាសាខ្មែរថ្នាក់ទី1ហើយបើកคลิปវីដេអូអ្នកគ្រូប្រើចង្អុលដៃរៀនអានទាំងអស់គ្នាដើម្បីឲ្យកូនច្បាស់នៅក្នុងការអានក៏ដូចជាច្បាស់នៅក្នុងការសរសេរផងដែរចាអរគុណជួបគ្នានៅក្នុងคลิปវីដេអូក្រោយទៀតបាយបាយ